ចាសូមអរគុណដល់ចាបៃខានេរីសែម៉ូនីកាចាជាបន្តបេក្ខជនណុចនិតចាមកពីស្រុកកំចាយមៀដែលមានស្លាកលេខសម្គាល់លេខ7បកស្រាយនៅបទចម្រៀងសង្សារ1ខែ2ខែអរគុណដល់បេក្ខជនណុចនិតជាបន្តតម្រូវទៅលើបេក្ខនារីខុនសុភ័ណ្ឌដែលមានស្លាកលេខ8មកពីក្រុងព្រៃវែងបកស្រាយនៅចម្រៀងមួយបទដែលមានចំណងជើងថាឧត្តមមានជ័យ
អរគុណដល់បាយខានារីខុនសុភ័ណ្ឌជាបន្តសូមអញ្ជើញបេក្ខជនលីប៊ុនហៀងមកពីស្រុកពីមរាំងពាក់ស្លាកលេខ9បកស្រាយនៅបទចម្រៀងទុកឱកាសឲ្យបងខ្លះបានទេ បងធ្លាប់តែរឹងរូដាំងអូនតែពេលនេះបងវាយជ្រីទុនព្រោះគុំហុំធ្វើខុសពីមុនធ្ងន់ណាស់លឺអាទូសាទេត្រាត្រូវលាក់អូអូនេះអូនលែងរនៃសូមសារភាពបងក៏មិនមែនតែជាភាពយូរវាក់ច្រើនបងធ្លាក់ក្នុងអោជ័យថ្ងៃនេះទើបយកទុកឱកាសបងរបាត់ទេឲ្យបងបានកែប្រែជាថ្មីទោះជាត្រូវឲ្យបងស្ទឹងស្ទៃទៅក៏ព្រមបងសង្រឹមពីលើកលែងទុំបងសុទ្ធដោះចូលស្អប់បងតើធ្វើបានទេស្នេហ៍ស្នងបងសូមបងនឹងតើគ្រាមុខបងជឿចាប់ពេលឡងនឹងលែងទៅរៀងរាល់ថ្ងៃតែឆ្ងល់ណាស់ឆ្ងល់ទៅចង់ไรមិនប្រត់អូដល់ពេលមើលអស់បែកអើជិះស្នួនវិលវិញមុខណាទៅបងសួគោរពថ្លែងអំណរគុណចំពោះបាទការប្រឡងរបស់បេក្ខជនទាំង6រូបនៅក្នុងការបញ្ចប់វិញ្ញាសាប្រឡងចម្រៀងឱកាសនេះក៏ជាពេលវេលាមួយដែលគណៈកម្មការទាំង3រូបនៅក្នុងការបូកសរុបពិន្ទុដើម្បីធ្វើការផ្ដល់ពិន្ទុជូនជ័យលាភីលេខ1លេខ2និងលេខ3ចាបេក្ខជនទាំង6រូបគឺពិតជាមានសមត្ថភាពនៅទឹកដមសម្លេងយ៉ាងពិរោះដោយក្នុងនោះផងដែរគណៈកម្មការរបស់យើងពិតជាពិបាកនៅក្នុងការវិនិច្ឆ័យចាឥឡូវនេះគណៈធិបតីជាទីគោរពចាកម្មវិធីរបស់យើងនឹងបន្តដំណើរទៅទៀតចាជាមួយនៅកម្មវិធីប្រឡងស្រីស្រស់ប្រសានៅក្នុងនោះផងដែរខ្ញុំបាទក៏សូមការអនុញ្ញាតនៅក្នុងការប្រកាសនៅសមាជិកភាពរបស់គណៈកម្មការទាំង3រូបទី1លោកទឹមវ៉ាយូគ្រូបង្ហាត់បង្រៀនដើមម៉ូដនៅសាលា
ก็ขอเอเจนซี่โมเดลទី2កញ្ញាច័ន្ទកុងកា Cambodia Next Top Model Top 1ឆ្នាំ2016ទី3កញ្ញាហងសូរិយាន Miss Universe Cambodia 2024 Top 5សូមសម្ដែងអបអរសាទរដល់គណៈកម្មការរបស់យើងទាំង3រូបចា ជាកិច្ចបន្តនៃកម្មវិធីខ្ញុំបាទមានកិត្តិយសសូមការអនុញ្ញាតគ្រប់អញ្ជើញគណៈធិបតីនិងអង្គពិធីទាំងមូលពុកម៉ែបងប្អូនរីករាយទស្សនាជាមួយនឹងការប្រកួតស្រីស្រស់ប្រសើរ សូមអញ្ជើញទស្សនាដូចតទៅ បាយខានេរីទី1ដែលមានស្លាលេខ1អាយុ18ឆ្នាំ ចូលឆ្នាំដេកចាំរាប់ខែ បេក្ខជនសានពីឡូតអាយុ19ឆ្នាំមកពីស្រុកមេសាន សំលុយតាំងពីឆ្នាំមុនមកទាំងយីអូនមានប្រពន្ធមួយមានអូនឲ្យបងគយគុណមកសិនអូនចិត្តទុនមកសម្មាលួចញ៉ៃមែនបងញ៉ៃបានមុនចង់បដាទុននឹងចង់នៅសៅទី2បែកខានេរីមួនសេងលីភេទស្រីអាយុ18ឆ្នាំជាមួយនឹងបេក្ខជនវុលីកូហ៊ីអាយុ18ឆ្នាំមកពីស្រុកកំចាយមៀ បេក្ខខានេរីមឿនសូជាតាអាយុ17ឆ្នាំពាក់ស្លាលេខ3ស្ទួយនឹងបេក្ខជនចិត្រាសេងត្រីអាយុ18ឆ្នាំមកពីស្រុកស្វាយតោ ជាបន្ត White Canary ជាបញ្ញាលក្ខអាយុ
17ឆ្នាំបេក្ខជនរ៉ូដេវីតអាយុ18ឆ្នាំមកពីក្រុងព្រៃវែងដែលមានស្លាកលេខ4និងស្លាកលេខ4 ឆ្នាំដេកចាំរត់តែនឹកពងនឹកពងនឹកសុខសំលុយតាំងពីឆ្នាំមុនមកសិនមានយីអូនមានប្រពន្ធមួយមានអូនឲ្យបងកូនមកសិនអូនចិត្តទុនមកសំមែលួនញ៉ែមែនបងញ៉ែបានមុនចង់បដាក់ទុននៅចង់នៅសៅចាំថ្លៃទៅទេវតាជាបន្តបេក្ខនារីធានីសាអាយុ18ឆ្នាំជាមួយនឹងបេក្ខជនបុនច័ន្ទមករាអាយុ16ឆ្នាំពាក់ស្លាកលេខ5មកពីស្រុកកញ្ជ្រៀន បានរៀងបានបងបងមិនឲ្យអូនបានរៀងបានបងបងមិនឲ្យអូនបានរៀង ជាបន្តបេក្ខនារី you baby do I need you so ខនស៊ីនុនអាយុ18ឆ្នាំស្លាកលេខ6បេក្ខជនឈៀងលីរដ្ឋាអាយុ17ឆ្នាំមកពីស្រុកបៀរាំង ជាបន្តបេក្ខនារីអនិសាអាយុ18ឆ្នាំនិងបេក្ខជនយុទ្ធធីរយុអាយុ18ឆ្នាំមានស្លាកសម្គាល់លេខ7មកពីស្រុកពីមរ ចាំថ្មីទៅទេវតាតាមដូនតើអ្នកអើយគួរគាត់ជាបន្តបេក្ខនារីផាន់ស្រីម៉ៅអាយុ17ឆ្នាំបេក្ខជនរិនស៊ី ឆ្នាំដេកចាំរត់នឹកបងនឹកពង អាយុ19ឆ្នាំដែលមានស្លាកលេខ8មកពីស្រុកស៊ីធោខណ្ដាល សំលុយតាំងពីឆ្នាំមុនបើសិនមានយីអូនមានប្រពន្ធមួយមានអូនឲ្យបងគួយគុនបើសិនអូនចិត្តទុនមកសំមែលួនញ៉ែមែនបងញ៉ែបានមុនចង់បដាក់ទុននឹងចង់នៅសៅចាំថ្មីទៅទេវតាតាមដូនតើអ្នកអើយគួរគាត់
បាយខានារីរំដាលៀបអាយុ18ឆ្នាំបេក្ខជនលុនធីរ៉ាអាយុ17ឆ្នាំដែលមានស្លាកលេខ10មកពីស្រុកកំពង់ត្របែក ជាបន្តបែកខានារីសុងសមាវតីអាយុ18ឆ្នាំជាមួយនឹងបេក្ខជនមួយម៉ារ៉ាឌីអាយុ17ឆ្នាំដែលមានស្លាកសម្គាល់លេខ11មកពីស្រុកបាភ្នំ ជាបន្តបេក្ខនារីធីធានីសាអាយុ17ឆ្នាំបេក្ខជនតាំងឆៃហ៊ូនអាយុ17ឆ្នាំដែលមានស្លាកលេខ12មកពីស្រុកព្រះស្លាច់ មានអូនហើយបងគួយគុណមកសនូនចិត្តទុនមកស្មារតីញ៉ែមែនបងញ៉ែបានមុនចង់បដាទុននឹងចង់លើស្អីឆ្លងថ្មីទៅទេវតាបាយកានារីលីកានិកាអាយុ17ឆ្នាំជាមួយនឹងបេក្ខជន30សេតវត្តអាយុ21ឆ្នាំមានស្លាកសម្គាល់លេខ13មកពីស្រុកពីមជោ បាទសូមអនុញ្ញាតផ្ដល់ជាស្នូតតែដៃអបអសាទរចំពោះស្រីស្រស់ប្រុសស្អាតទាំង13ស្រុកនៃខេត្តព្រៃវែងបាទស្រីស្រស់ប្រុសស្អាតរបស់
របស់យើងពិតជាមានរូបសម្រស់ស្រស់ស្អាតស្រស់សោភា ចាឃើញថាទាំងដើម្បីស្រុកក្រុងចាំមកពីខេត្តព្រៃវែងសត្វតែជាកំឡោះក្រមុំស្រស់ស្អាតនិងស្រស់ស្អាតចាសូម្បីតែនេះខ្ញុំចាក៏មើលមិនដាក់ប្តីដែរចា បាទសូមស្វាគមន៍ជាមួយនឹងគូចុងក្រោយពិធីករនៃពិធីការនីបាទសូមអរគុណនេះគឺជាសមាជិកនៃបេក្ខជនបេក្ខនារីទាំងបាទ13ស្រុករបស់យើងរូបសម្រស់ស្រស់ស្អាតស្រស់សោភាដែលកំពុងតែប្រកួតបង្ហាញនៅរូបសម្រស់បង្ហាញជូនវត្តមានគណៈកម្មការព្រមទាំងពុកម៉ែបងប្អូនទាំងអស់ដែលជាហ្វេនមកពី13ស្រុកនៃខេត្តព្រៃវែងជាថ្មីម្ដងទៀតសូមស្រូបចាត់ដៃផ្ដល់ជូនបេក្ខជនបេក្ខនារីទាំង13រូប ចាសូមប្រមជើញបេក្ខជនបេក្ខនារីទាំងចា13គូចាសូមសម្រួលអេរិយាប័ត្ររងចាំในការប្រកាសលទ្ធផលសូមលេងសាកលដល់គ្នាចា សំលុយតាំងពីឆ្នាំមុនបើសិនមានយីដុនប្រពន្ធមួយមានអូនហើយបងកូនគុនបើសិនអូនចិត្តទុនមកសម្មាលូ ចាដូច្នេះចាគណៈកម្មការរបស់យើងចាកំពុងតែចាស្វែងស្វែងរកក្នុងការដាក់បន្ទូជូនដល់ស្រីស្រស់ប្រុសស្អាតចាប្រចាំចាស្រុកក្រុងចាព្រៃវែងផងដែរ គណៈកម្មការជាទីគោរពពុកម៉ែបងប្អូនជាទីស្រឡាញ់នៅក្នុងគណៈនេះផងដែរខ្ញុំបានសូមអនុញ្ញាតនៅក្នុងការគ្រប់អញ្ជើញទៅដល់វត្តមានបាទភ្ញៀវកិត្តិយសសូមបន្តនៅក្នុងការចូលរួមទស្សនាជាមួយនឹងបវរវ័យចំណាសំសាឬភពសំណាងផលបំសាងពីមុខពេបាននឹងទេវតាព្រះអើយជ្រះថ្លាម្លេះទេទូលព្រះបង្គំសូមយាងព្រះនាងលំហែតបចូលឆ្នាំខ្មែរថែល្បែងប្រជាប្រិយ លែមកនសែលបាញ់គេប្រចូលឈូមតាមវត្តបោះអង្គុញទីឆ្នាំងដីចង់រំសារវ៉ាន់តែលំឆ្នាំថ្មីខ្ញុំក៏ចេះរំគួរអង្គរ៉េដែរដើរថ្លៃដល់កូនហាត់តែមិនដែល ចាសូមអរគុណចានេះគឺជាចាវីដេអូ highlight នៅក្នុងការក្រងសម្ភារបំពាក់របស់ចាប៉ែកចាខនារីចារបស់យើងវ័យចំណាស់ទាំង10រូបចាឃើញថាពួកគាត់ទាំងអស់គ្នាចាក្រងឈុតបុរាណខ្មែរពិតជាស្រស់ស្អាតមែនតើ ជាការពិតណាស់មុននឹងធ្វើការបង្ហាញនៅសមាជិកភាពនៃបេក្ខភាពបវរវ័យចំណាស់របស់យើងខ្ញុំបាទមានកិត្តិយសសូមការអនុញ្ញាតនៅក្នុងការបង្ហាញជូននៅវត្តមានគណៈកម្មការនៅក្នុងការប្រកួតប្រជែងរបស់យើងបាទគណៈកម្មការទាំង3រូបនៅក្នុងកម្មវិធីរបស់យើងវត្តមានលោកទឹមរាយូគ្រូបង្ហាត់បង្រៀនដើមម៉ូដសាលាកខ Agency Model កញ្ញាច័ន្ទគង្កា Cambodian Next Top Model Top 1 ឆ្នាំ2016កញ្ញាហងសូរិយាន Miss Universe Cambodia 2024 Top 5 ចាគណៈធិបតីជាទីគោរពភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីសូមរីករាយទស្សនាការប្រឡងបវរវ័យចំណាស់បេក្ខនារីទី1អ្នកម្ដាយសៀនភឿនក្នុងវ័យ69ឆ្នាំមកពីស្រុកបេសាអ្នកម្ដាយមានលេខសម្គាល់លេខ1អ្នកម្ដាយជាម្ដាយកូន6ចាជាមួយនឹងចៅ24 បើទោះជាអ្នកម្ដាយមាន3ចំណាប់ប៉ុន្តែដំណើរយ៉ាងស្វាហាប់ញញឹមនៅក្នុងការលើកដៃបង្ហាញជូនពុកម៉ែបងប្អូនគណៈធិបតីដោយស្រស់ញញឹមបង្ហាញអំពីសុខភាពដ៏ល្អរបស់អ្នកម៉ែទាំងផ្លូវកាយនិងផ្លូវចិត្ត ចា
សម្បត្តិតែវ័យ69ប៉ុន្តែអ្នកម្ដាយចាំពាក់កែងឆ្ងាញ់ណាស់មុននឹងមកប្រឡងអ្នកម្ដាយ fasting ពេលល្ងាចឡើងអ្នកម្ដាយពិសាតែពងមាន់6គ្រាប់តែប៉ុណ្ណោះដើម្បីរក្សានៅរាងដ៏ស្វែរបស់អ្នកម្ដាយ បវរវ័យចំណាស់ទី2អ្នកម្ដាយសៀអឿនអាយុ68ឆ្នាំដែលមានស្លាលេខ2មកពីស្រុកកំចាយមៀចាស់អ្នកម្ដាយកាលពីនៅវ័យក្រមុំបងប្រឡងនៅបវរកញ្ញាប៉ុន្តែដោយសារស្រុកមានសង្គ្រាមទើបអ្នកម្ដាយអាក់ខានប៉ុន្តែក្រោយថ្ងៃរំដោះ7មករាចាស់អ្នកម៉ែក៏ចង់មកប្រឡងម្ដងទៀតប៉ុន្តែខាងក្រុមគ្រួសារតម្រូវឲ្យអ្នកម្ដាយមានស្វាមីនៅក្នុងពេលនេះស្រុកមានសន្តិភាពអ្នកម្ដាយក៏មកប្រកួតបបរវ័យចំណាស់ម្ដងប៉ុន្តែសម្រាប់អ្នកម្ដាយពិតជាស្រស់ស្អាតដូចនៅវ័យក្រមុំ ចាសសូមប្រមជើញអ្នកម្ដាយអៀមគឹមសាយដែលមានសាសពលេខ3ជនមានអាយុ73ឆ្នាំមកពីស្រុកព្រះស្ដេចអ្នកម្ដាយមានចៅដ៏ស្រស់សង្ហាចំនួន2រូបដែលមកគ្រប់គ្រងអ្នកម្ដាយដល់វេទិកាតែម្ដង ក្នុងវ័យ73ឆ្នាំអ្នកម្ដាយក្រងនៅសក់ស្កើពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាតអ្នកម្ដាយថែរក្សាស្បែកជាមួយនឹងទឹកលាងអង្ករជាបន្តអ្នកម៉ែគីសាគុណអាយុ75ឆ្នាំមកពីក្រុងព្រៃវែង គាត់លន់បែបនេះចាគាត់គឺជាកីឡាករនីផ្នែកសីដក់ជាបន្តអ្នកម៉ែពិនលៀបអាយុ68ឆ្នាំមកពីស្រុកកាច់ជ្រៀក មុននឹងមកប្រកួតអ្នកម្ដាយបានទៅមន្ទីរពេទ្យថ្មិញដើម្បីដាំថ្មិញមាសចំនួន2ដំឡឹងទៅធ្វើឲ្យសម្រាប់អ្នកម្ដាយឲ្យទៅចែងចាំងចាអ្នកម្ដាយគឺជាស្រីស្អាតប្រចាំបនភូមិបនវត្តបណ្ដាបាត់មុខអ្នកម្ដាយនោះទេជាបន្តអ្នកម៉ែនូថានដែលមានលេខរៀងទី6អាយុ77ឆ្នាំមកពីស្រុកបាភ្នំ ចាអ្នកម្ដាយគឺជា idol របស់
តាំងពីព្រលឹមដល់ព្រលប់រហូតដល់មុនថ្ងៃនេះអ្នកម្ដាយនាំបែកខេរី9រូបទៀតនិយាយមិនឈប់អ្នកម្ដាយបានតែរូបសម្រស់និងពណ៌50សម្រស់អ្នកម្ដាយស្គមដែលថាតែអ្នកម្ដាយពិភាក្សាជាមួយអ្នកជិតខាងព្រេចបាយព្រេចទឹកសូមមើលពីនេះអ្នកម្ដាយផងចាខាងបរោះចាអាយ៉ាសូមសម្លេងអបអរសាទរចាចាអ្នកម្ដាយជាបែកខាងចានារីបបមួយចំណាត់ដែលមានសំណាងជាងគេចាចាជួយតុបពីប្រកួតលេខរៀងទី7អ្នកម៉ែមាសសទ្ធីអាយុ69ឆ្នាំមកពីស្រុកបៀមរោអ្នកម៉ែគីធួងអាយុ73ឆ្នាំមកពីស្រុកស៊ីធោកណ្ដាលអ្នកម្ដាយគីធួងដែលជាប់ឈ្មោះជានារីដែលស្រស់ស្អាតនៅស្នាមញញឹមជាងគេប្រចាំភូមិសូមឲ្យអ្នកម្ដាយសោចស្រស់នៅពេលទៅដល់ខាងមុខវេទិកាអាយុ74ឆ្នាំមកពីស្រុកកំពង់ត្របែចាអ្នកម្ដាយស្រស់ស្រាយជាមួយនឹងចាសម្ពុតចងក្បិនពណ៌ផ្កាឈូកជ័យអមដំណើរដោយបរិសហាសបុលខ្មែរអង្គរខ្មែរស្រែមកំពង់1.83 ចាអ្នកម៉ែផ្ដល់ស្នាប់ថា
មកពីស្រុកពីរាំង បាទសូមអរគុណចំពោះសមាជិកភាពនៃបវរវ័យចំណាស់អ្នកម៉ែទាំង10រូបដែលមកពីបណ្ដា10ស្រុកនៅក្នុងទីរួមខេត្តព្រៃវែងរបស់យើងនៅក្នុងនោះផងដែររូបសម្រស់ដ៏លេចធ្លោនិងតាក់ទាញពីធម្មជាតិសម្រស់ធម្មជាតិរបស់អ្នកម៉ែក៏កំពុងតែជាបាទការលំបាកមួយសម្រាប់គណៈកម្មការទាំង3រូបនៅក្នុងការបាត់ដាក់បន្ទុកសម្រាប់វត្តមានរបស់បាត់អ្នកម៉ែទាំង10រូបផងដែរអរគុណចំពោះ model របស់យើងទាំងអស់នៅក្នុងការចូលរួមសម្រួលនៅក្នុងការធ្វើដំណើររបស់អ្នកម៉ែទាំង10រូបផងដែរអរគុណ ចាឥឡូវនេះពីកម្មវិធីចាសូមសម្ភាសចាអ្នកម្ដាយចាអ្នកម្ដាយម្នាក់មួយម៉ាត់ម្នាក់មួយម៉ាត់ចាជំរាបសួរអ្នកម្ដាយថ្ងៃហ្នឹងដូចអត់ពាក់រោមភ្នែកដូចម្សិលមិញ វារបអស់ហើយកូនអើយវាភ្លៀងហើយលងាផង ចាហើយអ្នកម្ដាយពេលដែលចៅ3មិញហ្នឹងមានអារម្មណ៍យ៉ាងម៉េចដែរចា មានអារម្មណ៍ថាកក់ក្ដៅ កក់ទោះបីភ្លៀងប៉ុណ្ណាក៏ដោយក៏អ្នកម្ដាយថាកក់ក្ដៅដែរមែនទេ កក់ក្ដៅមកយូរហើយ អូអើយចាអ្នកម្ដាយមេម៉ាយប្រហែលភាសាហើយចា 50ភាសាហើយ អូយអញ្ចឹងតើបានកក់ក្ដៅណ៎អ្នកម្ដាយចាអរគុណចាឥឡូវចាអរគុណ បាទអរគុណសម្រាប់អ្នកម៉ែថ្ងៃនេះអារម្មណ៍មិនដែរណាម៉ែ បាយកូន សប្បាយទេម៉ែបាទអូស្អាតណាស់ស្រស់ឥឡូវសូមអញ្ញឹមមួយមើលអញ្ញឹមមួយមើលអូស្អាតណាស់បាទអរគុណច្រើនសម្រាប់ការផ្ដល់វត្តមានសម្រាប់ការចូលរួមប្រឡងជាមួយនឹងបវរវ័យចំណាស់របស់យើងអ្នកម៉ែជឿជាក់ថាសង្ឃឹមថាថ្ងៃនេះយកទទួលពានរង្វាន់ហ្នឹងណាម៉ែ បាន50% 50% សិនណាម៉ែណោះបាទថែម50% ជូនអ្នកម៉ែទៀតបាទអរគុណអ្នកម៉ែបាទអរគុណបាទសម្រាប់ពេលនេះឃើញថាអ្នកម៉ែគ្រប់រូបក៏កំពុងតែផ្ដល់នៅស្នាមញញឹមនិងត្រៀមនៅក្នុងការបាទទទួលយកនៅលទ្ធផលដែលជាការបូកសរុបអំពីគណៈកម្មការរបស់យើងបាទឥឡូវនេះសូមអនុញ្ញាតគ្រប់អញ្ជើញទៅដល់អ្នកម៉ែគ្រប់រូបសូមអនុញ្ញាតសម្រួលអេរិយាបថ ចាឥឡូវនេះលទ្ធផលបបវ័យចំណាស់ស្ថិតក្នុងដៃពិធីការនីហើយចា វ៉ាវពិតជាលឿនមែនតើបាទ មិនទាន់ដឹងថាតើអ្នកម្ដាយរូបណានឹងទទួលបានចំណាត់ថ្នាក់លេខ1លេខ2និងលេខ3នោះទេជាកិច្ចដំបូងនាងខ្ញុំសូមប្រកាសអ្នកម្ដាយដែលនឹងត្រូវជ្រើសរើសជាបែកខេនរីវ័យចំណាស់លេខ1លេខ2លេខ3ជាដំបូងសូមអញ្ជើញអ្នកម្ដាយមកពីស្រុកណា
អ្នកម្ដាយអៀមគឹមសាយ អបអរសាទរអ្នកម្ដាយអៀមគឹមសាយ អូយអ្នកម៉ែអើយស្ទុះតែម្ដងជាបន្តសូមគោរពអញ្ជើញអ្នកម្ដាយ មកពីស្រុកណាខាងណា អ្នកម្ដាយនូថាន អបអរសាទរអ្នកម្ដាយនូថាន ជាបន្តទៀតបែកកែនារីវ័យចំណាស់ចុងក្រោយគឺអ្នកម្ដាយ មកពីស្រុកណា គីធួងមកពីស្រុក ស៊ីធំកណ្ដាលបាទនេះជាសមាជិកភាពបាត់បែកបាទខនារីវ័យចំណាស់ទាំង3រូបនៅក្នុងចំណោមទាំង3រូបយើងនឹងធ្វើការប្រកាសនៅលទ្ធផលបាទលេខ1និងលេខ2លេខ3ថាតើនៅក្នុងចំណោមបវរកញ្ញាវ័យចំណាស់របស់យើងបវរវ័យចំណាស់របស់យើងថាតើបែកភាពរូបណានឹងទទួលបានលេខ3លេខ2និងជ័យលាភីលេខ1 ចាស់ជាកិច្ចដំបូងនាងខ្ញុំក៏សូមប្រកាសបវរវ័យចំណាស់ចំណាត់ថ្នាក់លេខ3មុនគេ ឥឡូវសូមសួរទៅដល់ fan កូនបាត់ចៅរបស់អ្នកម៉ែទាំង3រូបលេខ3ថាតើអ្នកម៉ែមកពីស្រុកណា ចាមកពីស្រុកណាចំណាត់ថ្នាក់លេខ3បវរវ័យចំណាស់បានទៅលើអ្នកម្ដាយ ខាងណា អ្នកម្ដាយអៀមគឹមសាយមកពីស្រុកព្រះ ស្នាបាទសូមអញ្ជើញអ្នកម៉ែបាទអ្នកម៉ែបង្ហាញវត្តមានបាទជ័យលាភីលេខ3បាទអៀមគឹមសាយបាទអរ ចា គុណ សូមឲ្យអ្នកម្ដាយទាំងពីរចាអ្នកម្ដាយនូផាននិងអ្នកម្ដាយគីធួកាន់ដៃគ្នាមើលមុខគ្នាសូមឲ្យអ្នកម្ដាយកាន់ដៃគ្នាទៅ វិនាទីដ៏រំភើបញាប់ញ័ររវាងបវរវ័យចំណាស់ទាំងពីរថាតើបវរវ័យចំណាស់ណាមួយដែលបានលើឈ្មោះទទួលបាននៅជ័យលាភីសម្រាប់រាត្រីនេះបវរវ័យចំណាស់ ចំណាត់ថ្នាក់លេខ1 លេខ1 បានទៅលើ អ្នកម៉ែមកពីស្រុកណា អ្នកម៉ែមកពីស្រុកណាចាសូមចូលរួមអបអរសាទរដល់ចំណាត់ថ្នាក់បវរវ័យចំណាស់លេខ1បានទៅលើអ្នកម្ដាយ មកពីស្រុក ស៊ីថោកណ្ដាលអ្នកម្ដាយគីធួង វ៉ាវអរសាទរអ្នកម្ដាយគីធួងចំណាត់ថ្នាក់ជ័យលាភី លេខ2បានទៅលើអ្នកម្ដាយនូផា អរសាទរបាទអរគុណច្រើននៅក្នុងរាត្រីនេះយើងក៏បានស្វែងរកឃើញនៅម្ចាស់ជ័យលាភីបាទលេខ1លេខ2លេខ3បាទជាកិត្តិយសខ្ញុំបាទក៏សូមការអនុញ្ញាតគ្រប់អញ្ជើញទៅដល់វត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមអភិសន្តិព្រមទាំងលោកជំទាវសូមគ្រប់អនុញ្ញាតនៅក្នុងការផ្ដល់ជីវត្តមានដ៏ខ្ពង់ខ្ពស់នៅក្នុងការប្រគល់នៅរង្វាន់ជ័យលាភីជាបាទខ្សែបំពាក់ឈៀងព្រមទាំងមកុដដ៏ស្រស់ស្អាតជូនទៅដល់អ្នកម៉ែទាំង3រូបចំណាត់ថ្នាក់លេខ1លេខ2និងលេខ3សូមគ្រប់អនុញ្ញាតគ្រប់អញ្ជើញ សូមគោរពអញ្ជើញសូមសម្ដែងស្វាគមន៍ដល់អ្នកគ្នាចា ជាកិត្តិយសដ៏ខ្ពង់ខ្ពស់វត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃព្រមទាំងលោកជំទាវកាយសុសុភីសសុខាធ្វើការបំពាក់ឈាមជូនអ្នកម្ដាយក៏ដូចជាបាទបំពាក់ជូននៅមកុដជូនដល់អ្នកម្ដាយដែលមានជ័យលាភីលេខ1និងលេខ2លេខ3 ចាជាដំបូងចា
គឺអ្នកម្ដាយអៀមគឹមសាយចាមកពីស្រុកព្រះស្ដេចបានទទួលចំណាត់ថ្នាក់លេខ សូមចូលរួមអបអរសាទរបណ្ដាជាស្នូទាំងឡាយអបសាទរខ្លាំងៗទាំងអស់គ្នាសូមគោរពថ្លែងដល់គុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវនៅក្នុងការចូលរួមបំពាក់បន្ថែមនូវភាពស្រស់ស្អាតនៅក្នុងការបំពាក់បង្កត់ជូនទៅដល់អ្នកម៉ែបាទគឹមសាយដែលមានចំណាត់ថ្នាក់លេខ 3 ជាបន្តលោកជំទាវនឹងបំពាក់ឈៀងជូនដល់អ្នកម្ដាយនូផានចាទទួលបានចំណាត់ថ្នាក់បបវិញចំណាត់លេខ 2 ប្រចាំស្រុកបាភ្នំ សូមផ្ដល់ឆ្នោតទៀតដៃសម្រាប់អ្នកម៉ែមកពីស្រុកបាភ្នំចំណាត់ថ្នាក់លេខ 2 ចំពោះចំណាត់ថ្នាក់លេខ 2 ចាអ្នកម្ដាយនឹងទទួលបានទឹកប្រាក់ចំនួន1លាន5សែនរៀល សូមចូលរួមអបអរសាទរ ចាជាបន្តជ័យលេខ 2 លេខ 1អ្នកម្ដាយគីធួងមកពីស្រុកស៊ីធំកណ្ដាល សូមអបអរសាទរម្ចាស់ជ័យលាភីនៅក្នុងរាត្រីនេះដែលជាបេក្ខភាពមកពីស្រុកស៊ីធោកណ្ដាល ចាគណៈធម្មតីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីនេះសុទ្ធសឹងតែជាស្រីស្អាតចាវ័យចំណាស់ចាប្រចាំចាខេត្តព្រៃវែងចាដែលទទួលបាននៅចំណាត់ថ្នាក់លេខ 1 និងលេខ 2 និងលេខ 3 បាទសុទ្ធសឹងតែជាបបវ័យចំណាស់សម្រាប់ធម្មជាតិស្រស់ស្អាតបាទគូជាទីតាក់ទាញអ្វីដែលសំខាន់នោះណែម៉ែបាទរក្សានៅរូបសម្រស់ដ៏ស្រស់ស្អាតបាទរៀងឆ្វែល អ្នកម៉ែអរគុណចំពោះវត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមព្រមទាំងលោកជំទាវនៅក្នុងការចូលរួមបំពាក់និងប្រគល់នៅបាត់ឈៀងនិងមកុដនិងប្រាក់រង្វាន់ជូនទៅដល់បេក្ខនារីបវរវ័យចំណាស់ទាំង3រូប ចាចំពោះអ្នកម្ដាយចាដែលមិនបានទទួលចានៅចាជ័យលាភីចាសូមគំនិតការអន់សម្ពុនចិត្តចាព្រោះថាការប្រឡងតែតែមានឈ្នះមានចាញ់ចាអូយអ្នកម្ដាយកាន់ជាមួយនឹងចាពៀនទៅគឺល្អណាស់ចា សូមការអនុញ្ញាតគ្រប់ថ្លែងអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមអភិសិទ្ធិបណ្ឌិត ចា៎ សុសុខាព្រមទាំងលោកជំទាវកែសុនសុភីនៅក្នុងការចូលរួមនៅក្នុងការបំពាក់ឈៀងក៏ដូចជាការប្រគល់នៅបាត់មកុដព្រមទាំងប្រាក់រង្វាន់ជូនទៅដល់បាត់ជ័យលាភីទាំង3រូបផងដែរ ចាចំពោះម៉ែចាអ្នកម្ដាយដែលមិនបានទទួលនៅចំណាត់ថ្នាក់ចាក៏ទទួលបាននៅប្រាក់រង្វាន់លើកទឹកចិត្តចំនួន50ម៉ឺនរៀល អរសាទរ ចាជាបន្តចាសូមគោរពអញ្ជើញចាស្រីស្រស់ប្រុសស្អាតរបស់យើងទាំង13ស្រុកក្រុងព្រៃវែងឡើងបង្កើតវេទិកា ពេលវេលានេះក៏ជាពេលវេលាមួយនៅក្នុងការផ្ដល់នៅបាទចំណាត់ថ្នាក់ជូនទៅដល់ស្រីស្រស់ប្រុសស្អាតដែលមកពី13ស្រុកក្រុងនៃខេត្តព្រៃវែងរបស់យើងថាតើបេក្ខភាពស្រីស្រស់ប្រុសស្អាតរបស់យើងដែលអញ្ជើញមកពី13ស្រុកថាតើស្រុកណាមួយនឹងទទួលបាននៅជ័យលាភីលេខ 3 លេខ 2 និងលេខ 1 សូមបញ្ជាក់ជូនបងប្អូនថានៅក្នុងការបាត់ផ្ដល់ចំណាត់ថ្នាក់ជូនដល់បាទស្រីស្រស់ប្រុសស្អាតរបស់យើងនៅក្នុងនោះបាទបើសិនជាបេក្ខជនដែលមិនជាប់បាទនៅបាទជ័យលាភីក៏មានប្រាក់រង្វាន់ឧបត្ថម្ភពីកម្មវិធីម្នាក់ចំនួន50ម៉ឺនរៀល ចាអរគុណពេលវេលាដ៏រន្ធត់សម្រាប់ជ័យលាភីនៃស្រីស្រស់ប្រុសស្អាតប្រចាំខេត្តព្រៃវែងក្នុងឆ្នាំ2025នេះបានមកដល់ហើយ
លូតបេះដូងไงបង ពេលវេលាដ៏រន្ធត់ញាប់ញ័រសម្រាប់ស្រីស្រស់ប្រុសស្អាតរបស់យើងមិនដឹងថាតើនៅក្នុងចំណោមស្រីស្រស់13រូបប្រុសស្អាត13រូបម្នាក់ណានឹងទទួលបាននៅចំណាត់ថ្នាក់លេខ3លេខ2និងជ័យលាភីលេខ1 ចាសុំសម្លេងបេះដូងសិន ស្រីស្រស់ប្រុសស្អាតចំណាត់ថ្នាក់លេខ3បានទៅលើ បេក្ខជន3រូបដែលនឹងទទួលបានតំណែងលេខ1លេខ2និងលេខ3អូចាសូមអភ័យទោសនេះខ្ញុំភ្លេចខ្លួនជានារីអូយភ្លេចឈើបងកូនក៏អត់មានរំលឹកអូនដែរសៀសពុតសឡុយនេះសូមអបអរសាទរចំពោះបេក្ខជនចត្រាសេត្រីមកពីស្រុកស្វាយអន្តរដែលពាក់ស្លាកលេខ3ជាបន្តបេក្ខទៀតណាបេក្ខជនបេក្ខជនបេក្ខជនលន់ធីរាមកពីស្រុកកំពង់ត្របែកជាបន្តបេក្ខជនបេក្ខជនលោកវាសនា ដែលមកពីស្រុកវរៀននេះគឺជាសមាជិកភាពបេក្ខជនទាំង3រូបដែលទាំង3រូបនៅមិនទាន់ដឹងនៅឡើយទេថាអ្នកទាំង3នឹងមានចំណាត់ថ្នាក់លេខ3លេខ2លេខ1បាទជាបន្តសូមធ្វើការប្រកាសនៅលទ្ធផលស្រីស្អាតចំនួន3រូបដែលមកពី13ស្រុកនៅក្នុងខេត្តព្រៃវែង សូមអបអរសាទរដល់បេក្ខនារីបេក្ខនារីបេក្ខនារី បេក្ខនារីធីធានីសា អបអរសាទរបេក្ខនារីធីធានីសាមកពី ស្រុកព្រះស្ដេចវ៉ាវរៀងពិតជាស្រស់ស្អាតមែនតើចឹងជាបន្តអបអរសាទរដល់បេក្ខនារីបេក្ខនារីរូបណាចា មកពីស្រុកណា ស្រុកណាចាស្រុកណាចាបងប្អូនបេក្ខនារីបេក្ខនារីវ៉ាន់ជីបា មកពីស្រុកវរៀន ពធនៅតែបេក្ខនារីមួយរូបទៀតតែប៉ុណ្ណោះតើបេក្ខនារីរូបណាទៅដែលនឹងទទួលបានចំណាត់ថ្នាក់នៅក្នុងកម្មវិធីនេះសូមអបអរសាទរដល់បេក្ខនារីបេក្ខនារីបេក្ខនារី បេក្ខនារី
ផានស្រីម៉ា មកពីស្រុកស៊ីថកតា មកសូមចូលរួមអាសាតូឥឡូវនេះយើងកំពុងតែទទួលបាននៅសមាជិកភាពស្រីស្រស់ប្រុសស្អាតចំនួនបាទ3រូបទាំងបរោះទាំងនារីតែនៅឡើយមិនទាន់ដឹងថានៅក្នុងចំណោមអ្នកទាំង3ថាតើនរណាម្នាក់ដែលមានចំណាត់ថ្នាក់លេខ3លេខ2និងលេខ1ទាំងបរោះទាំងនារី ជាដំបូងនាងខ្ញុំក៏សូមប្រកាសនៅលទ្ធផលចំណាត់ថ្នាក់លេខ3ស្រីស្រស់ប្រុសស្អាតប្រចាំខេត្តព្រៃវែងចំណាត់ថ្នាក់លេខ3បានទៅលើបាយកជន បាយខជូនមកពីស្រុកណា មកពីស្រុកណាចាអូយស្រស់ស្រស់ណាបាយកជនមកពីស្រុកស្វាយអន្តរបាយកជនចន្ទ្រាសេនត្រី អបអរសាទរដល់បាយខជូនចន្ទ្រាសេនទ្រីមកពីស្វាតូ ចំណាត់ថ្នាក់លេខ3សម្រាប់បាយខានេរីបានទៅលើបងប្អូនអាចនិយាយដឹងទេថាបានទៅលើបាយខានេរីរូបណាណោះបងគុណ នៅក្នុងចំណោម3រូបថាតើបាយខានារីដែលមកពីស្រុកណាខាងណា ខាងណាចាចាសួរហើយគាត់អត់ឆ្លើយគាត់ពិបាកក្នុងការ ចំណាត់ សម្រេច ថ្នាក់ ដែរ លេខ3 បានទៅលើបាយខានេរីមកពីស្រុកព្រះស្ដេចកញ្ញាធីធីនីសា អបអរសាទរដល់កញ្ញាធីធីនីសាមកពីព្រះស្ដេចចំណាត់ថ្នាក់លេខ3 ចាសូមចាបេក្ខជនបាយខានេរីជួយថយមួយជំហានចាសូមអញ្ជើញចាបេក្ខជនទាំងពីរចាឡើងមកមុខមួយជំហានចាបានចាកាន់ដៃគ្នាចាអូយចា នៅក្នុងចំណោមបេក្ខជនទាំងពីររូបនឹងមានម្នាក់ដែលជាជ័យលាភីប្រស្អាតនៅក្នុងកម្មវិធីនៅក្នុងរាត្រីនេះថាតើជ័យលាភីលេខ1នឹងបានទៅលើប្រស្អាតមកពីស្រុកណាខាងណាបងប្អូនទាំងអស់គ្នាខាងណា ខាងណាចាចានេះខ្ញុំសូមជម្រាបដល់គណៈធិបតីក៏ដូចជាភ្ញៀវកិត្តិយសបានជ្រាបថាចាបេក្ខជនដែលនេះខ្ញុំនឹងហៅឈ្មោះគឺជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ1ជ័យលីភីចំណាត់ថ្នាក់លេខ1បាត់ទៅលើស្រុកណាចាសូមបងប្អូនខាងនោះម្ដងចាត់ដល់អត់សូវលឺខាងណាចាអូយខ្ញុំមិនហ៊ានសម្រេចទេប៉ុន្តែលទ្ធផលនៅក្នុងដៃនេះខ្ញុំហើយចាគឺបេក្ខជនចំណាត់ថ្នាក់លេខ1បានទៅលើបេក្ខជនមកពីស្រុកបូរី អបអរសាទរដល់បេក្ខជនក្លងវាសនាមកពីស្រុកបូរីចំណាត់ថ្នាក់ជ័យលាភីលេខ1 ចាចំពោះចាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ2ចាគឺបេក្ខជនលុនធីរ៉ា អរគុណដល់ពេលនេះយើងបានស្វែងរកឃើញហើយចំណាត់ថ្នាក់លេខ1លេខ2សម្រាប់បេក្ខជននៅឡើយសម្រាប់បាត់បេក្ខនារីរបស់យើង2រូបទៀតក៏កំពុងតែទន្ទឹងរង់ចាំថាតើនៅក្នុងចំណោមពួកគាត់ទាំងពីររូបអ្នកណាម្នាក់ជាម្ចាស់ជ័យលាភីសម្រាប់បាត់កម្មវិធីស្រីស្អាតនៅក្នុងរាត្រីនេះ ចាសូមគោរពអញ្ជើញបេក្ខនារីចាខិតមកខាងកណ្ដាលវេទិកាបន្តិចរួចហើយកាន់ដៃគ្នាចា
សំឡឹងមើលមុខគ្នាចានេះខ្ញុំជឿជាក់ថាទស្សនិកជនចាពុកម៉ែបងប្អូននឹងមានអ្នកដែលគ្រប់គ្រងនៅក្នុងបេះដូងរួចហើយប៉ុន្តែផ្អែកទៅលើចាការដាក់បន្ទុកយ៉ាងសុក្រិតពីគណៈកម្មការរបស់យើងទាំង3រូបចានឹងផ្ដល់ជ័យលាភីយ៉ាងសុក្រិតនិងយុត្តិធម៌ជូនដល់បេក្ខជននិងបេក្ខនារីរបស់យើងពេលវេលានេះសូមចូលរួមអបអរសាទរដល់ជ័យលាភីចំណាត់ត្រាលេខ1ផ្នែកនារីចំណាត់ថ្នាក់លេខ1បានទៅលើបេក្ខនារីបេក្ខនារីដែលមកពីបេក្ខនារីដែលមកពីស្រុកខាងណាចាបេក្ខនារីជ័យលាភីលេខ1បានទៅលើកញ្ញាបានទៅលើកញ្ញាផាន់ស្រីម៉ា អបអរសាទរជ័យលាភីកញ្ញាផនស្រីម៉ៅដែលមកពីស្រុកស៊ីធោកណ្ដោ ក៏សូមចូលរួមអបអរសាទរដល់បេក្ខនារីវែងជីវ៉ាដែលមកពីស្រុកពោធិ៍រៀងបានទទួលចំណាត់ថ្នាក់លេខ2ចាអង្គពិធីទាំងមូលចានេះគឺជាបេក្ខជននិងបេក្ខនារីដែលចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ចាយើងក៏បានចាជ្រើសរើសរួចមកហើយចា បាទសូមអរគុណឥឡូវនេះសូមឲ្យបាត់បេក្ខនារីបាទសូមសម្រួលអេរិយាប័ត្របាត់ឈរតាមលេខរៀងនៅក្នុងនោះផងដែរខ្ញុំក៏សូមការអនុញ្ញាតគោរពអញ្ជើញទៅដល់វត្តបាត់ជ័យលាភីលេខ3ទាំងបុរសនារីសូមបាត់ឡើងមួយជំហានដើម្បីធ្វើការបំពាក់នៅបាត់ការប្រគល់នៅបាត់ខ្សែឈៀងក៏ដូចជាមកុដ ចានេះខ្ញុំក៏សូមគោរពអញ្ជើញជាកិត្តិយសចាអាយដាមស៊ូនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងលោកជំទាវជុនបូរ៉ានីចាសូមអញ្ជើញមកបំពាក់ឈៀងទៅដល់ចាស្រីស្រស់ប្រុសស្អាតប្រចាំខេត្តព្រៃវែង សូមការអនុញ្ញាតក្រុមអញ្ជើញវត្តមានទាំងឡាយខ្លះពីសំណាក់អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងក្រុមទាំងលោកជំទាវសូមក្រុមអនុញ្ញាតនៅក្នុងការផ្ដល់ជាវត្តមានដល់ពុកពូនៅក្នុងការចូលរួមប្រគល់នៅបាទខ្សែបំពាក់ឈៀងនិងប្រាក់ឧបត្ថម្ភជូនទៅដល់ជ័យលាភីលេខ3លេខ2និងលេខ1 ចានេះគឺជាជ័យលាភីចំណាត់ថ្នាក់ចាលេខ3ចាគឺបេក្ខជនចត្រាសេងទីនិងបេក្ខនារីធីធានីសាជ័យលាភីទទួលបានទឹកប្រាក់ចំនួន1លានរៀល សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីលេខ3សូមផ្ដល់ជាស្នូលទៅដៃអបអរសាទរ ចាសូមចំណាត់ថ្នាក់3ចាថយមួយជំហានចាសូមចំណាត់ថ្នាក់លេខ2ចាឡើងទទួលពានរង្វាន់ពីចាអាយដាមចានិងលោកជំទាវចាចំណាត់ថ្នាក់លេខ2ចាបានទៅលើបេក្ខជនលុនធីរ៉ានិងបេក្ខនារីវែងជីបា ជាបន្តសូមគោរពអញ្ជើញចាបេក្ខជននៃបេក្ខនារីចំណាត់ថ្នាក់លេខ1 ជាមួយនឹងលោកជំទាវកំពុងតែបំពាក់ឈៀងជាមួយនឹងចាពៀនទៅកាន់ចំបេក្ខជននៃបេក្ខនារីចំណាត់ថ្នាក់លេខ1បេក្ខជនឃ្លោកវិស្នានិងបេក្ខនារីផាន់ស្រីម៉ៅចា
ពោះបេក្ខជនដើម្បីខាងរីដែលពុំទូបានដំណើរណាចាពីកម្មវិធីក៏មានរង្វាន់លើកទឹកចិត្តចាម្នាក់ចំនួន50ម៉ឺនរៀល សូមបេក្ខជនបេក្ខនារីជិលពីសូមឈរអមដើម្បីថតរូបជាអនុស្សាវរីយ៍ជាមួយនឹងវត្តមាននៅថ្លៃថ្លាពីស្ដាប់វត្តមានឯកឧត្តមនិងលោកជំទាវ ចាគណៈធិបតីទីក្រុងយើងក៏យល់ថាទីមេត្រីនេះគឺជាចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ស្រីស្រស់ប្រុសស្អាតប្រចាំខេត្តព្រៃវែង ខ្ញុំមកសូមអនុញ្ញាតក្រុមឆ្លើយអរគុណចំពោះវត្តមានដ៏ថ្លៃថ្លាអំពីសម្ដៅវត្តមានឯកឧត្តមអភិបាលនៃគណៈអភិបាលនិងលោកជំទាវដែលបានផ្ដល់ជាប័ណ្ណកិត្តិយសដ៏ថ្លៃថ្លានៅក្នុងការប្រកួតពានរង្វាន់ជូនជ័យលាភីរបស់យើងលេខ1លេខ2និងលេខ3នៅក្នុងរាត្រីនេះចំណែកបេក្ខជនបេក្ខនារីដែលមិនជាប់ចំណាត់ថ្នាក់ក៏នឹងទទួលបាននៅប្រាក់ឧបត្ថម្ភ50ម៉ឺនរៀលផងដែរ ចាដូច្នេះក៏សូមគោរពអញ្ជើញចាស្រីស្រស់ប្រុសស្អាតរបស់យើងសម្រួលអិរិយាបថចាសូមគោរពអញ្ជើញ អរគុណចំពោះគណៈកម្មការទាំង3រូបរបស់យើងនៅក្នុងការសម្រេចចិត្តយ៉ាងស្វិតស្វាញនៅក្នុងការជ្រើសរើសបាននៅជ័យលាភីប្រុសស្អាតបាទស្រីស្អាតរបស់យើងទាំង3រូបបាទនៅក្នុងនោះផងដែរជ័យលាភីលេខ1លេខ2លេខ3ក៏នឹងបាទជាបាទទីពេញចិត្តអំពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងការសម្រេចចិត្តរបស់គណៈកម្មការរបស់យើងផងដែរជាកិច្ចបន្តនៃកម្មវិធីសូមបេក្ខជនប្រឡងចម្រៀងនៅក្នុងការត្រៀមលក្ខណៈនៅក្នុងការទទួលយក នៅការសម្រេចចិត្តពីគណៈកម្មការនៅក្នុងការជ្រើសរើសនៅក្នុងចំណោមបេក្ខជនទាំង3រូបថាតើបេក្ខជនបាទណាមួយចំណាត់ថ្នាក់លេខ3លេខ2និងលេខ1ថាតើបេក្ខនារីណាមួយចំណាត់ថ្នាក់លេខ3និងលេខ2និងលេខ1នៅក្នុងថរវេលានេះជឿជាក់ថាបេក្ខជនពិតជាចង់ដឹងថាតើបេក្ខជនរូបណាបេក្ខនារីរូបណាដែលនឹងទទួលបាននៅចំណាត់ថ្នាក់ លេខ1នៅក្នុងរាត្រីនេះសម្រាប់លទ្ធផលនៅក្នុងដៃរបស់ខ្ញុំគឺជាការសម្រេចចិត្តរបស់គណៈកម្មការរបស់យើងទាំង3រូបនៅក្នុងការជ្រើសរើសទៅដល់បេក្ខជនបេក្ខនារីខ្ញុំបាទសូមការអនុញ្ញាតប្រកាសនៅចំណាត់ថ្នាក់លេខ3ទាំងបុរសទាំងនារីបេក្ខនារីលេខ3បានទៅលើបេក្ខនារី បេក្ខនារីដែលមកពីស្រុកណាចាភ័យណាបេក្ខនារីចំណាត់ថ្នាក់លេខ3បានទៅលើបេក្ខនារីសែតស្រីណែតមកពីស្រុកវារៀអរគុណអបអរសាទរជាបន្ត សូមបេក្ខជនត្រៀមនៅក្នុងការសម្រេចចិត្តពីគណៈកម្មការចំណាត់ថ្នាក់លេខ3បានទៅលើបេក្ខជនដែលមកពីស្រុកបាភ្នំវត្តកុលយា ជាបន្តនៅក្នុងចំណោមបេក្ខជនទាំងពីររូបនឹងមានម្នាក់ដែលជាបច្ចេកវិទ្យាលេខ1ព្រមទាំងបេក្ខនារីក៏មានម្នាក់នៅក្នុងបច្ចំណាត់ថ្នាក់ជ័យលាភីលេខ1ដូចគ្នាបេក្ខនារីជ័យលាភីចំណាត់ថ្នាក់លេខ1បានទៅលើ បេក្ខនារីដែលមកពីក្រុងព្រៃវែងខុនសុភ័ណ្ឌចំណែកបេក្ខនារីសែនមូលិកាចំណាត់ថ្នាក់លេខ2 ជាបន្តបេក្ខជន
ចំណាត់ថ្នាក់ជ័យលេខ2លេខ1បានទៅលើបេក្ខជនដែលមកពីស្រុកពីរៀង អបអរសាទរ លីវុនហៀងបានចំណាត់ថ្នាក់ជ័យលេខ2លេខ2បានទៅលើបេក្ខជនណុចនិតដែលមកពីស្រុកកំចាយមៀ ចាដល់ពេលផ្ដល់ជាកិត្តិយសនៅក្នុងការប្រគល់នៅពៀនចាកិត្តិយសជូនដល់ចាបេក្ខជននិងបេក្ខនារីចានាងខ្ញុំក៏សូមគោរពអញ្ជើញលោកជំទាវសេងទៀងចានិងលោកជំទាវឡុងគុន្ធាចាក៏ដូចជាលោកជំទាវហនសុធារីចាសូមគោរពអញ្ជើញលោកជំទាវតាឡើងមកប្រគល់រង្វាន់ជូនបេក្ខជនបេក្ខនារីក្នុងវគ្គប្រឡងចម្រៀងលេខ1និងលេខ2និងលេខ3 ចាជាដំបូងនេះខ្ញុំក៏សូមគោរពអញ្ជើញលោកជំទាវសេងទៀងចាប់ប្រគល់ពានរង្វាន់ដល់ជ័យលេខ2ចំណាត់ថ្នាក់លេខ3ចាចំណាត់ថ្នាក់លេខ3ទទួលបានទឹកប្រាក់ចំនួន1លានរៀលចំណាត់ថ្នាក់លេខ3ជាបន្តបេក្ខជនបេក្ខនារីដែលនឹងត្រៀមនៅក្នុងការទទួលរង្វាន់ចំណាត់ថ្នាក់លេខ2 ចាសូមប្រគល់រង្វាន់ជូនបេក្ខជននិងបេក្ខនារីចំណាត់ថ្នាក់លេខ2សូមគោរពអញ្ជើញលោកជំទាវឡុងគុន្ធាចំណាត់ថ្នាក់លេខ2បានទទួលនៅប្រាក់រង្វាន់ចំនួន1លាន5សែនរៀលចាសូមគោរពថ្លែងអំណរគុណដល់លោកជំទាវឡុងគុន្ធាដែលប្រគល់ពានរង្វាន់ជូនដល់ជ័យលេខ2ចំណាត់ថ្នាក់លេខ2សូមគោរពអញ្ជើញលោកជំទាវហនសុធារីចាប្រគល់នៅពានរង្វាន់ចំណាត់ថ្នាក់លេខ1បាទសូមជម្រាបអរសាទរចំពោះជ័យលេខ2លេខ1បេក្ខជនលីវុនហៀងមកពីស្រុកពីរៀងនិងបេក្ខនារីខុនសុភ័ណ្ឌមកពីក្រុងព្រៃវែង ពីកម្មវិធីនេះខ្ញុំក៏សូមគោរពអញ្ជើញលោកជំទាវសេងទៀងលោកជំទាវឡុងគុន្ធាលោកជំទាវហនសុធារីចាត់ថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងបេក្ខជនបេក្ខនារីរបស់យើងទាំង6រូបចាសូមសម្ដែងស្វាគមន៍សម្ដែងដល់អ្នកខ្លះៗទាំងអស់គ្នាចា សូមបញ្ញាគ្រប់ខ្លាំងដល់គុណចំពោះវត្តមានលោកជំទាវនៅក្នុងការផ្ដល់ជាប្រាក់រង្វាន់ក៏ដូចជាពានរង្វាន់ជូនទៅដល់បេក្ខជនបេក្ខនារីជ័យលេខ2បាទទាំងបុរសទាំងនារីលេខ1និងលេខ2និងលេខ3នៅក្នុងបរិយាកាសនេះផងដែរកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងរបស់យើងដែលពោពេញទៅដោយភាពរីករាយក៏បានឈានមកដល់ទីបញ្ចប់អរគុណវត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមលោកជំទាវនៅក្នុងការផ្ដល់ជាវត្តមានដ៏ថ្លៃថ្លានៅក្នុងខ្ពស់នៅក្នុងការចូលរួមបំពាក់និងប្រគល់នៅពានរង្វាន់ជូនទៅដល់កម្មវិធីរបស់យើងទាំងបវរចំណាស់ព្រមទាំងស្រីស្រស់ប្រុសស្អាតនិងកម្មវិធីប្រឡងចម្រៀងដែលពោពេញទៅដោយបាទក្តីរំភើបនិងរីករាយនៅក្នុងការទទួលនៅបាទការផ្ដល់ជាកិត្តិយសអំពីសំណាក់វត្តមានឯកឧត្តមនិងលោកជំទាវគណៈធិបតី ចាជាចុងក្រោយនេះខ្ញុំក៏សូមគោរពអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានជួយរួមនៅក្នុងកម្មវិធីចាតាំងពីដើមរហូតមកដល់
ចាប់ផងដែរចាអរគុណសូមទេវតាឆាន់ថ្មីតាមថែរក្សាពុកម៉ែបងប្អូនឲ្យជួបប្រទេសតែពុទ្ធបរិស័ទ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀនឃាតឡើយ នៅក្នុងបរិយាកាសនេះផងដែរវត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃព្រមទាំងលោកជំទាវកែសុសុភីសសខាជាទីគោរពដ៏ខ្ពង់ខ្ពស់លោកនឹងធ្វើដំណើរនិវត្តន៍នៅក្នុងការត្រឡប់ទៅវិញផងដែរក៏សូមគោរពថ្លែងអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លាអំពីសំណាក់វត្តមានឯកឧត្តមលោកជំទាវនិងមន្ត្រីបាទរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ដែលជាគណៈកម្មការដែលបានផ្ដល់ជាវត្តមានដ៏ថ្លៃថ្លានៅក្នុងការចូលរួមទស្សនាតាំងពីដើមរហូតដល់ចប់នៃកម្មវិធីដែលផ្ដល់ជាភាពកក់ក្ដៅជូនទៅដល់ក្រុមការងារទាំងអស់ក៏ដូចជាក្រុមការងារទទួលបាននៅភាពរីករាយនៅក្នុងការទទួលបាននៅវត្តមានដ៏ថ្លៃថ្លាពីសំណាក់វត្តមានឯកឧត្តមលោកជំទាវជាគណៈកម្មការ ចាអរគុណពីកម្មវិធីរបស់យើងក៏បានដល់ទីបញ្ចប់ហើយសូមគោរពអរគុណចាប៉ុន្តែពីកម្មវិធីរបស់យើងនៅមានបន្តទៀតនៅថ្ងៃស្អែកជាមួយនឹងកម្មវិធីចាយីកេ នៅក្នុងរដូវនេះផងដែរបើសិនជាយើងខ្ញុំដែលជាពិធីករពិធីការនីលើលោកប្រកាសចំណុចណាមួយដល់អចេតនានៅក្នុងការប្រើប្រាស់នៃពាក្យសម្ដីក៏សូមខន្តីអបិទោអំពីសំណាក់វត្តមានបាទញៀវកិនយួរពុកម៉ែបងប្អូនទាំងអស់ដែលជាប្រជាពលរដ្ឋនៅទីរួមខេត្តព្រៃវែងនិងសូមប្រសិទ្ធពរជ័យជូនទៅដល់ពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើននិងពុទ្ធពរតែ4ប្រការក៏យុវណៈសុខពលៈកំបីគ្លីគ្លីឡើយសូមគោរពថ្លែងអំណរគុណចំពោះវត្តមានរបស់បាទអាជ្ញាធរដែនដីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងការថែរក្សានៅសុខសុវត្ថិភាពផ្ដល់ជាភាពរីករាយជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់នៅទីរួមខេត្តព្រៃវែងប្រកបដោយក្តីសោមនស្សរីករាយនិងភាពរីករាយនៅក្នុងឱកាសឆ្នាំថ្មី អបអរឆ្នាំថ្មី សួស្តីឆ្នាំថ្មីឆ្នាំ